បាទជម្រាបសួរប្រិមិត្តដែលតែងតែតាមដានតាមបណ្ដាញសង្គមជាពិសេស friend ដែលតែងតែគ្រប់គ្រងនៅ page ខ្មែរសវណ្ណភូមិថ្ងៃនេះខ្ញុំនឹងលើកយកវីដេអូ clip ខ្លីមួយដើម្បីចង់លើកបង្ហាញនិងចែករំលែកដល់បងប្អូន friend មកអំពីរបៀបយើងចូលទៅកែឈ្មោះនៅ account Telegram របស់យើងចង់ដាក់អក្សរអង់គ្លេសឬក៏យើងបដូរជាអក្សរអង់គ្លេសមកអក្សរខ្មែរក៏បានបងប្អូនណាបាទសម្រាប់បងប្អូនដែលចេះហើយបងប្អូនសូមអធិស្ឋានសម្រាប់តែបងប្អូនដែលមិនទាន់ចេះសូមបងប្អូនទៅតាមដានវីដេអូរបស់ខ្ញុំទាំងអស់គ្នាបងប្អូនណាហើយបើសិនតែបងប្អូនគិតថាវីដេអូរបស់ខ្ញុំមានប្រយោជន៍បងប្អូនជួយ like share ឬក៏ចុចកន្លែងតាមដាន page ដើម្បីបងប្អូននឹងទទួលបានវីដេអូថ្មីក្រោយទៀតបាទចឹងដើម្បីកុំឲ្យខាតពេលយើងចូលធ្វើទាំងអស់គ្នាបាទជាដំបូងយើងចូលទៅកន្លែងកម្មវិធី Telegram បងប្អូនបាទបន្តមកចុច 3 មករួចហើយចុច setting បាទបន្តមកយើងចុច 3 ខាងលើណាបងប្អូនណាចុច 3 មករួចហើយចុចកន្លែងសញ្ញារូបប៊ិចបងប្អូនណាកន្លែងនេះបាទកន្លែងសញ្ញារូបប៊ិចបាទតមកយើងចុចលើឈ្មោះរបស់យើងមកបាទឥឡូវយើងលុបចោលមួយបងប្អូនណាលុបចោលយើងខ្ញុំចង់ដូរទៅជាឈ្មោះជាភាសាអង់គ្លេសវិញបងប្អូនណាបាទអញ្ចឹងខ្ញុំវាយភាសាអង់គ្លេស P U N H បាទនេះត្រកូលបងណាអញ្ចឹងយើងលុបអក្សរខ្មែរខាងក្រោមមកទៀតបងណាចូលមកខាងក្រោមមកចុចខាងក្រោមពឹបចឹងដូចខ្ញុំមកចុចលុបចោលrồiហើយយើងវាយជាអក្សរអង់គ្លេសមកបាទ A M O L បងណាបាទប៉ុន្តែបើសិនណាជាបងប្អូនបាទនេះជាឈ្មោះជាអង់គ្លេសបើសិនណាជាបងប្អូនចង់ដាក់បន្ថែមខាងមុខបងប្អូនណាបន្ថែមខាងមុខយើងដាក់ជាអក្សរខ្មែរក៏បានបងប្អូនណាអូខេបាទអញ្ចឹងយើងវាយអក្សរខ្មែរពីមុខមកបងប្អូនណាបាទវាយអក្សរខ្មែរឈ្មោះយើងដដែលបងប្អូនណាប៉ុន្តែជាអក្សរខ្មែរចុចពឹបមកបាទដល់ clear បាទអូខេបងប្អូនណាប៉ុណ្ណេះបាទនេះជាកម្មវិធី Telegram ដែលយើងចង់បដូរឈ្មោះដាក់ជាអង់គ្លេសផងដាក់ជាឈ្មោះយើងជាអក្សរខ្មែរផងបងប្អូនណាងាយបងប្អូនបាទហើយរួចហើយយើងចុច tick ខាងលើបងប្អូនណាចុច tick ចឹងមកអញ្ចឹងវានឹងបានជាស្ថាពរបងប្អូនណាបាទបានជាស្ថាពរបងប្អូនបាទចឹងឧទាហរណ៍ថាឥឡូវបងប្អូនចង់ដាក់មិនចង់ដាក់ឈ្មោះយើងអក្សរខ្មែរខាងមុខយើងដាក់ឈ្មោះយើងទេយើងដាក់ជាទ្រឹស្ដីអីផ្សេងក៏បានបងណាស្រ័យបងប្អូនដាក់ទេបងប្អូនណាសម្រាប់ខ្ញុំដាក់ឈ្មោះចឹងចុះចឹងអរគុណសម្រាប់ការតាមដានវីដេអូរបស់ខ្ញុំរហូតដល់ចប់បងប្អូនកុំភ្លេចជួយចុច like share ផងបងប្អូនណាបាទអរគុណជម្រាបលា